អាលវៈកយៈទូសួរព្រះអង្គថាតើបុគ្គលដែលបាននៅបញ្ញាធ្វើដូចមួយដេចបាននៅបញ្ញាអញ្ចឹងណាធ្វើដូចមួយដេចបាននៅបញ្ញាទៅបានព្រះអង្គទ្រង់ត្រាស់សម្ដែងថាមានតែការស្ដាប់នៅព្រះធម៌ដោយល្អប៉ុណ្ណោះទើបបាននៅបញ្ញាមួយទៀតព្រះអង្គទ្រង់ត្រាស់សម្ដែងថាបញ្ញាយៈបរិសិទ្ធតិបញ្ញានេះគឺអាចជំរះនៅមន្ទិលឲ្យខ្លួនយើងបានចង់ជំរះចិត្តឲ្យស្អាតហូរផង់បានទាល់តែមានបញ្ញាបើអត់បញ្ញាទេគឺបុគ្គលមិនអាចជំរះចិត្តឲ្យបានស្អាតហូរផង់នឹងបានទេអញ្ចឹងហើយបានថាដើមហេតុដែលនាំឲ្យកើតបុណ្យនឹងមាន3យ៉ាងណាទី1នឹងគឺថាបសាទោមានចិត្តជ្រះថ្លាទី2សង្វេគោគឺមានចិត្តសង្វេគមានចិត្តសង្វេគទី3ទេសុចរិតតាគឺស្អាតកាយវិចាចិត្តស្អាតទាំងកាយវិចាចិត្តណាដើម្បីឲ្យបានស្អាតដោយកាយវិចាចិត្តនឹងបានតលតែយើងមានបញ្ញានឹងដូចជាធម្មិកឧបាសកគាត់ជាអ្នកចូលចិត្តស្ដាប់ព្រះធម៌កាលពីដើមឡើយនឹងគាត់ស្ដាប់ព្រះធម៌ព្រះសម្មាសម្ពុទ្ធនឹងបានសម្រេចសោតាបត្តផលរួចហើយសម្រេចសោតាបត្តផលរួចហើយក៏គាត់មានទឹកចិត្តសទ្ធាជ្រះថ្លាបន្តដោយឧបនិស្ស័យបានសោតាបត្តផលរួចហើយមានទៅអល់ឯកអីញោមអត់មានអល់ឯករឿងធម៌រឿងអារឿងពិបាកស្ដាប់ធម៌ពិបាកអីទេអត់ទេគឺថាស្ដាប់ដោយការពេញចិត្តជ្រះថ្លាមិនមានការបង្ខិតបង្ខំទេហើយក៏មិនមកប្រងើយកន្តើយហើយក៏មិនមកបកែកជជែកអីគ្នាអីដែរគឺគាត់ស្ដាប់តែហ្មងញោមគាត់ស្ដាប់ដោយទឹកចិត្តជ្រះថ្លាបំណំបណិតអញ្ចឹងហើយបានឃើញអ្នកចូលចិត្តស្ដាប់ធម៌ច្រើនប្រកបដោយការបណិតបំណំណាអស្ចារ្យហ្នឹងគឺថាយើងគួរតែគោរពប្រតិបត្តិគាត់ទៅគួរឲ្យជ្រះថ្លាណាស់ដែលគាត់អាចអង្គុយស្ដាប់ពធបានបំណំសំងំល្អស្អាតហ្នឹងណាមិនរឿងងាយទេមិនជារឿងងាយទេណាដោយការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឧទាហរណ៍មនុស្សណាអង្គុយស្ដាប់ធម៌យ៉ាងឯងអ្នកខ្លះកេះដីអ្នកខ្លះបោចដើមឈើអ្នកខ្លះក៏ងាកទៅឆ្វេងងាកទៅស្ដាំអត់មានអ្នកដែលស្ដាប់ធម៌បាននឹងណូទេ5នាក់មានម្នាក់ស្ដាប់ធម៌បាននឹងថ្កល់ណា3 4នាក់នោះគឺមិនបាននឹងថ្កល់ទេមិនងាយស្ដាប់ទេគឺថាចិត្តនឹងឯងគឺដូចជាសត្វស្វាចិត្តយើងហ្នឹងគឺដូចជាសត្វស្វាអញ្ចឹងចិត្តណាលោតទៅនេះលោតទៅនោះអារម្មណ៍មិននៅក្នុងខ្លួនទេអញ្ចឹងហើយការស្ដាប់ធម៌ហ្នឹងគឺមិនងាយនឹងស្ដាប់បានចូលចិត្តទេកិច្ចឆោមនុស្សបដិលាភោកិរិយាកើតឡើងជាមនុស្សជាការក្រកិច្ចឆាំងមច្ចាអ្នកជីវិតាំងកិរិយារស់នៅជាការលំបាកកិច្ចឆោសត្វធម្មសវណ្ណង្ការស្ដាប់នៅព្រះធម៌ក៏ជារឿងក្រក្រៃទៅទៀតណាញោមណាកិរិយាបានស្ដាប់ធម៌គឺជាការក្រក្រៃទៅទៀតនឹងវាក្រយ៉ាងម៉េចក្រនឹងបានលឺធម៌តែរំបានមានបុណ្យមួយនឹងយូរណាស់តែរំមានបុណ្យមួយយូរណាស់ហើយមានបុណ្យហើយអ្នកអត់ស្ដាប់ទៅទៀតក៏មានដែរមែនទេញោមអ្នកអត់ស្ដាប់ក៏មានដែរអញ្ចឹងហើយណាមិនងាយកិរិយាស្ដាប់នៅព្រះសទ្ធម្មគឺជាការក្រកិរិយាបានត្រាស់ជាពុទ្ធក៏ជាការក្រចឹងឯងណាក្រណាស់ក្រកិច្ចក្រកលក្រដឹងក្រយល់ក្រវ័យឆ្នៃទោសណាក្រដឹងអ្វីទាំងអស់ទៅទៀតនោះមិនងាយទេសុទ្ធតែរឿងក្រសុទ្ធតែរឿងក្រអញ្ចឹងហើយធម្មិកឧបាសកគាត់ជ្រះថ្លាស្ដាប់ពធនឹងក៏តាមដានស្ដាប់រហូតហើយដឹកនាំប្រពន្ធពិសេសដឹកនាំដល់កូនមានដល់តែ14នាក់ឯណោះកូនណាមានកូនដល់14នាក់មិនដឹងថាគាត់ណាតស៊ូបណ្ណាទេមានកូនដល់14នាក់ណាញោមកូនគាត់14នាក់ប្រុស7នាក់ស្រី7នាក់អញ្ចឹងគឺថាស្មើគ្នាចេះចែកគ្នាត្រឹមត្រូវណាស់បានកូន17នាក់នឹងហើយនិយាយពីរឿងបរិវាររបស់គាត់វិញបរិវាររបស់គាត់នឹង500នាក់ញោម
គ្រាន់តែអ្នកដែលទៅតាមគាត់ជារៀងរាល់ថ្ងៃប្រចាំថ្ងៃទៅស្ដាប់ធម៌ក្តីទៅធ្វើបុណ្យឯណាក្តីនឹងបំពេញបុណ្យកុសលឯណាក្តីនឹងបរិវារគាត់មាន500នាក់ហើយអ្នកដែល500នាក់នឹងទៀតមានបរិវារគាត់បន្ទាប់ទៀតម្នាក់500នាក់ទៅទៀតញោមច្រើនណាស់ទៅកន្លែងណារោងយើងដាក់មិនអស់ទេញោមរោងបុណ្យយើងដាក់មិនអស់ទេនឹងគ្រាន់តែគ្នាធម្មិកឧបាសកនឹងគាត់សប្បាយចិត្តជ្រះថ្លាធ្វើបុណ្យនឹងរហូតទៅរហូតដល់បញ្ជូនចាស់ចាស់ណាចាស់ណីអញ្ចឹងណាញោមចាស់ឈឺដល់ដេកតេលសោតាបណ្ឌបុគ្គលហើយនៅតែឈឺអញ្ចឹងញោមនៅតែឈឺគាត់ឈឺតែញោមមុននឹងគាត់ស្លាប់នឹងគាត់ឈឺនឹងគាត់មានចិត្តចង់ស្ដាប់ធម៌អារម្មណ៍ដែលគាត់ចង់ស្ដាប់ធម៌ហ្នឹងណាញោមអារម្មណ៍ដែលគាត់ចង់ស្ដាប់ធម៌ហ្នឹងគាត់នៅតែចង់ស្ដាប់ធម៌គាត់អត់មានចង់ទៅមើលបដាល់ទេញោមអត់ចង់ទៅជួលមន់អត់ចង់ទៅបដាល់អត់ចង់ទៅមើលណាលបែងលបាំរំច្រៀងទេបើសិនជាអ្នកធ្លាប់ប្រព្រឹត្តលបែងលបាំផ្សេងហ្នឹងគឺថាឈឺក៏នៅតែចង់ទៅមើលលបាំដោយកន្លែងខ្លះឈឺចង់ឲ្យគេបញ្ចូលអរៈមើលរំតាមដែរណាញោមមានយាយនៅឯណានោះឈឺដល់គេយកគ្រូអរៈមកបញ្ជន់ដល់បញ្ជន់ក៏រំជាមួយគ្រូអរៈនឹងឯងដោយអត់ឈឺយ៉ាងឯងញោមដល់ពេលអរៈទៅវិញឈឺដែរមើលរំជាមួយគេនឹងឯងបងអញ្ចឹងហើយធម្មិកឧបាសកអត់មានទៅបកាច់បកិនទៅទារោច្រៀងររំអីទេគាត់ចង់ស្ដាប់ធម៌គាត់ឈឺនោះគាត់ទាចង់ស្ដាប់ធម៌ក៏ផ្ដាំឲ្យកូនប្រាប់កូនថាមុនលោក3អង្គមកដើម្បីស្វាធ្យាយធម៌ឲ្យឪពុកស្ដាប់ឪពុកចង់ស្ដាប់ធម៌ហើយដល់ពេលនិមន្តព្រះសង្ឃមកដល់គាត់កំងធម៌ទៀតគាត់ចង់ស្ដាប់មហាសតិប្បដ្ឋានសូត្រអញ្ចឹងក៏ព្រះអង្គស្វាធ្យាយសតិប្បដ្ឋានសូត្រហ្នឹងកំងចំលោកចេះបើកំងចំលោកអត់ចេះដូចអាត្មាឯងនឹងសូត្រអីទេសតិប្បដ្ឋានសូត្រហ្នឹងនឹងសូត្រអីទេមហាសតិប្បដ្ឋានសូត្រហ្នឹងមានដល់កាយានុបស្សនាសតិប្បដ្ឋានធម្មានុបស្សនាវេទនានុបស្សនាអញ្ចឹងទៅក៏មានតែសិក្សាពីរឿងកាយនេះត្រឹមតែជាកាយធម៌ត្រឹមតែជាធម៌វេទនាត្រឹមតែជាវេទនាលោកស្វាធ្យាយតាមនឹងទៅណាញោមឲ្យគាត់ពិចារណាទៅឃើញធម៌ហ្នឹងក៏ជ្រះថ្លាក្រៃលែងណាស់ចាណាតែមិនបានធម៌នៅត្រឹមតែជាធម៌ព្រោះអត់មានសត្វបុគ្គលមិនមែនជាតួខ្លួននេះណាយើងគេទេអត់មានទេធម៌ហ្នឹងត្រឹមតែធម៌ហ្នឹងបណ្ដោយញោមអត់ទៅប្រកាន់ជាមួយនឹងធម៌ហ្នឹងទេដូចលឺសូរគេប្រព្រឹត្តខុសអីយើងអត់ទៅខឹងគេទេខឹងអីថានឹងត្រឹមតែជាធម៌ណាត្រឹមតែជាធម៌ណាគេប្រាជ្ញគ្នាត្រឹមតែជាគេប្រាជ្ញគ្នាគេឆ្លោះគ្នាត្រឹមតែគេឆ្លោះគ្នាអត់មានរឿងយើងទៅដោះស្រាយទេអត់ទេមកភ្លេចបន្តិចឈប់ឆ្លោះគ្នាបាត់ហើយបន្តិចទៀតនឹងឈប់ជជែកគ្នាបាត់ហើយគេមិនវល់ឲ្យជជែកទៅក៏អត់ជជែកដែរព្រោះអីឈឺកឈឺកអញ្ចឹងធម្មិកឧបាសកគាត់ចូលចិត្តស្ដាប់ធម៌និមន្តព្រះសង្ឃស្វាធ្យាយនៅមហាសតិប្បដ្ឋានសូត្រពេលដែលព្រះសង្ឃកំពុងតែស្វាធ្យាយនឹងញោមព្រះសង្ឃកំពុងតែស្វាធ្យាយនឹងទេវតាទាំង6ជាន់ញោមទេវតាទាំង6ជាន់ចាតុមហារាជការទេវាតាវតិនសាទេវានមាទេវាបរិណមិតសវតីទេវាតសេតាទេវានឹងមកទាំង6នឹងឯងមកសុំថាលោកម្ចាស់ណាសូមអញ្ជើញលោកម្ចាស់យាងឡើងកាន់លើរាជរថហាមទាំង6នឹងជ្រើសរើសទៅនេះរាជរថមកទាំង6នេះឯងរាជរថមកទាំង6ដល់ពេលទេវតាកំពុងតែអញ្ជើញគាត់អញ្ចឹងហើយលោកក៏កំពុងតែស្វាធ្យាយធម៌ញោមលោកកំពុងតែស្វាធ្យាយធម៌គាត់ក៏ស្រែកប្រាប់ជាមួយទេវតានឹងឯងថាឈប់ណាឈប់មកភ្លេតសិនឈប់គាត់ប្រាប់ទេវតាថាឈប់មកភ្លេតសិនណាលោកឮសូត្រថាឈប់មកភ្លេតសិនលោកឯនេះក៏ឈប់សូត្រដែរហើយទេវតានោះក៏ឈប់និយាយអីដែរ
ស្រាប់តែពេលលោកមុនចេញទៅញោមលោកប្រហែលជាអន់ចិត្តផងលោកប្រហែលជាអន់ចិត្តពងសូនមុនលោកឲ្យឈប់អញ្ចឹងញោមមុនលោកឲ្យឈប់អញ្ចឹងណាលោកក៏និមន្តមកវត្តវិញមកទូលព្រះសម្មាសម្ពុទ្ធវិញមកដល់តែពេលនិយាយពីរឿងគាត់និយាយមួយទេវតារួចឯណោះញោមណាគាត់ដឹងខ្លួនបើកភ្នែកមើលមកស្ងាត់លោកសោតផងអីផងបើកភ្នែកមើលបាត់លោកទៅណាគាត់សួរកូនមកសួរកូនថាលោកមុនទៅណាហើយកូនចៅយំហ្នឹងញោមពេលដែលលឺសូរឪពុករបស់គាត់ស្រែកប្រាប់ថាឲ្យឈប់អញ្ចឹងណាលឺសូរឈប់កូនយំហូរហ្មងកូនទាំង14នាក់ហ្នឹងយំហូរដល់មកឪអញពីដើមជាអ្នកចូលចិត្តស្ដាប់ធម៌ណាឪអញពីដើមចូលចិត្តស្ដាប់ធម៌ណាស់មិនក៏ឥឡូវនេះគាត់លេងចូលចិត្តស្ដាប់ធម៌គាត់ឈឺទៅវង្វេងហើយលោកអើយគាត់វង្វេងវង្វាន់អស់ហើយអ្នកឈឺពេលដែលឈឺខ្លាំងទៅនឹងណាពីដើមធ្លាប់ស្ដាប់ធម៌មិនក៏ដោយក៏លេងចូលចិត្តដែរគាត់លោកលេងឲ្យសូត្រធម៌គាត់លោកលេងឲ្យសូត្រធម៌អាណិតឪពុកអញណាស់ខំធ្វើបុណ្យប៉ុណ្ណឹងដែរពេលចិត្តស្លាប់ទៅវង្វេងវង្វាន់ស្រែកដេញលោកឲ្យឈប់សូត្រធម៌ឈប់អីណាកូនចៅនឹងក៏ប្រាប់គាត់តាមដំណើរថាឪណាឪមិញនឹងឪប្រាប់លោកឲ្យឈប់លោកមុនទៅវត្តវិញអស់ហើយឪប្រាប់ថាឲ្យឈប់នឹងលោកមុនទៅវត្តវិញមុនទៅវត្តវិញហើយថាបានប្រាប់កូនថាកូនហ្នឹងឪមិនដេញលោកឲ្យឈប់ទេឪហាមពួកទេវតាខាងលើទេវតាយករាជរដ្ឋមកទទួលឪណាឲ្យឪរើសឋានណាឋានទាំង6នឹងរើសឋានណាខ្លះតែអញ្ចឹងឲ្យឪប្រាប់ថាកុំតន់ឈប់ឪប្រាប់ទេវតាឲ្យឈប់នោះទេមិនមែនបានទៅខត់លោកទេគ្រាន់តែប្រាប់ពីរឿងទេវតារួចហ្នឹងក៏កូននឹងកាន់តែយំខ្លាំងដែរញោមទេប្រាប់រឿងថាទេវតាមកយកគាត់ហ្នឹងតែនិយាយមួយទេវតាហ្នឹងកូនកាន់តែទៅមែនទេណាឪអញមកវិញខ្លាំងមែនទេណាតែទេវតានៅណាទេល្ងឹតឈឹងអញ្ចឹងគ្មានស្អីសោះគាត់จะអល់ទៅលើនឹងកូនមើលគ្មានឃើញទេវតាណាមួយអត់ឃើញសោះអត់ឃើញទេដល់អញ្ចឹងហើយប្រាប់កូនបញ្ជាក់កូនយំមែនទេប្រាប់កូនបញ្ជាក់មកកូនឯងមើលទៅលើមកទាំង6ឋាននឹងឯងទេវតាទាំង6ឋាននឹងឯងយករាជរដ្ឋទាំង6មកឥឡូវឪសុំសួរកូនបន្តិចណាបើកូនដែលមិនជឿឪសុំសួរកូនបន្តិចណាកូនជួយប្រាប់ឪបន្តិចណាបើឋានណាឋានទាំង6ហ្នឹងណាឋានទាំង6ហ្នឹងតើឋានណាដែលគួរយើងរស់នៅជាងគេណាចង់សួរកូនបន្តិចកូនក៏ប្រាប់ឪពុកថាបពុតឪពុកឋានទាំង6ហ្នឹងតាមដែលស្ដាប់ពធរបស់ព្រះសម្មាសម្ពុទ្ធមានតែឋានទី4ទេបានជាឋានដ៏ប្រសើរជាឋានដ៏ថ្លៃថ្លាព្រោះអីឋានទី4នឹងឯងឋានតោសិតនឹងឯងព្រះពោធិសត្វទាំងឡាយតែងតែគង់នៅលើនឹងអ្នកសម្រេចធម៌ទាំងឡាយក៏នៅលើនឹងណាសូម្បីតែអ្នកមានបុណ្យធំក៏នៅឋានតោសិតនឹងឯងណាទៅសបោសបាយណាឋានតោសិតនឹងអញ្ចឹងហើយបានណាធម្មិកឧបាសកប្រាប់កូនថាឪរើសយកឋាននឹងចុះឋាននឹងមានអាយុ4000ឆ្នាំទឹកញោមណាមានអាយុ4000ឆ្នាំទឹកស្មើនឹងអាយុរបស់មនុស្សយើង57កោដ6លានឆ្នាំមនុស្សយើងឃើញទេញោមស្មើនឹង57កោដ6លានឆ្នាំមនុស្សយើងអញ្ចឹងហើយធម្មិកឧបាសកហ្នឹងក៏ឲ្យកូនហុចកម្រងផ្កាមកឪពុកនឹងជ្រើសរើសឋានទី4នឹងឯងព្រោះឋានទី4ហ្នឹងគួរជាទីជ្រះថ្លាគាត់បោះកម្រងផ្កាទៅពេលដែលគាត់បោះកម្រងផ្កាទៅជាប់អាកតុយរទេសបើប្រែកហ៎មើលជាប់នឹងអាប្រែកហ្នឹងប៉ុន្តែខុសពីអាប្រែកហ្នឹងក៏មានដែរណាបើមិនហៅស្អីបើអញ្ចឹងយើងហៅប្រែកយើងទៅស្រួលយើងស្ដាប់ទាំងអស់គ្នាទៅជាប់នឹងអាកតុយប្រែកនឹងឯងមកណាជាប់នឹងកតុយប្រែកហ្នឹងកូនឃើញតែផ្កាហ្នឹងវាមិននៅទៅលើអាកាសហ្នឹងឯងញោមផ្កាហ្នឹងវាទៅលើអាកាសបានជឿឪមែនហ្មងញោមណាអត់ឃើញរូបទេវតាទេប៉ុន្តែឃើញផ្កាជាប់នៅលើ
cả bạn côn thấy ông trà là miên tê và hà mến mau bị nê dương về một miên bốn mau bị bôn dương về tích bàn mừng khơi bàn té ấu quật bôn quật trơn bôn quật thống bàn quật mơ khơi chân nè và có bị quật sầm rai chật nâng há có tật tua mor nạ hiệp tới có ban tổ cao than tổ giật nâng ai nhi bị rừng pre bị khô tầng lái này môn tờ vọt với nó tờ tu thvai pre sama sam put nó tờ tu thvai pre sama sam put lột chành dây đào kia để nó nhổ lột chành dây đào để nè tờ tu rừng nâng pre sama sam put ta bỏ bớt bỏ ong nhưng bỏ ong này môn tờ nghịch mình trong ất phải giao bật hai vỏ tờ đo nâng tờ xoát chê thô ao thom mới cạo ba sọ nâng đó là bê con chư khăn nên tờ tâm mình lên sẽ đạp thô ó bỏ ong chốc sẽ đạp thô là ly cất đinh khi nhông cả nà nó ao chọc sốt khi nhông cả na on the phone chật đá môn mà vọt máu chọc sốt bên nè mà vọt máu banព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាមនាភិក្ខុទាំងឡាយមិនមែនអញ្ចឹងទេណាមិនមែនអញ្ចឹងទេគឺគាត់ហាមពួកទេវតាដែលមកយាងគាត់នោះមកអញ្ជើញគាត់ឲ្យឡើងរាជរដ្ឋនោះគាត់ថាឲ្យឈប់សិនគាត់ខ្លាចថ្លង់ណាគាត់ខ្លាចថ្លង់ស្ដាប់ធម៌បានគាត់សូមឲ្យទេវតាឈប់សិនណាភិក្ខុទាំងឡាយឯនឹងច្រឡំតាមពិតគាត់ខត់ទេវតាកុំឲ្យរំខានគាត់ស្ដាប់ធម៌តើណារឿងហ្នឹងគឺអញ្ចឹងតើទៅបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាគាត់បានទៅកើតនៅឋានទោសិទ្ធហើយមិនមែនទៅនរកដូចភិក្ខុទាំងឡាយគិតទេណាភិក្ខុទាំងឡាយគាត់គិតថាគាត់មនុស្សបទូធម៌អញ្ចឹងខ្លាចតែធ្លាក់នរកទេមើលទៅខ្លាចតែគាត់ធ្លាក់នរកទេមើលទៅប៉ុន្តែព្រះសម្មាសម្ពុទ្ធទ្រង់បានបំភ្លឺរឿងនឹងសពគ្រប់អស់គាត់បានទៅកើតឋានទោសិទ្ធទេវបុត្រទៅហើយទៅជាទោសិទ្ធទេវបុត្រទៅហើយណានឹងទៅបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាគាត់រីករាយណាស់ភិក្ខុទាំងឡាយមិនមែនគាត់នឹងទៅជាមនុស្សវង្វេងវង្វាន់អន់សពុនចិត្តអីទេគឺគាត់សប្បាយចិត្តណាស់មុននឹងគាត់ស្លាប់នឹងគាត់សប្បាយចិត្តណាស់គាត់មានសិទ្ធិជ្រើសរើសឋានទេវតាទាំង6ទៅទៀតគាត់ជ្រើសរើសឋានណាក៏បានដែរណាបុណ្យដែលគាត់សន្សំបានច្រើននឹងគាត់ជ្រើសរើសឋានណាក៏បានណាទើបបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងបគាថាអេថាមោតតេពេចៈមោតតេកតបញ្ញោឧភយតមោតតេសោមោតតេសោបមោតតេទិស្វាកម្មវិសុទ្ធិមត្តណោអមនីភិក្ខុទាំងឡាយអ្នកធ្វើបុណ្យរមែងរីករាយត្រេកអររីករាយក្នុងលោកនេះផងក្នុងលោកខាងមុខផងអ្នកធ្វើបុណ្យរមែងរីករាយក្នុងលោកទាំងពីរគឺរីករាយក្នុងលោកនេះផងនិងលោកខាងមុខផងគេតែងរីករាយគេតែងរីករាយសប្បាយចិត្តព្រោះគេឃើញនៅអំពើល្អរបស់គេដែលបានសាងនឹងឯងទិស្វាកម្មវិសុទ្ធិមត្តណោគឺឃើញនៅអំពើបរិសុទ្ធរបស់គាត់នឹងឯងគាត់ឃើញអំពើល្អនឹងហ្មងតែយើងឃើញអំពើល្អហើយសប្បាយចិត្តហើយមែនទេញោមណាមួយយើងតែគិតឃើញអំពើល្អខ្លួនឯងធ្វើហើយធ្លាប់ឲ្យលុយកូន1លានណាធ្លាប់ឲ្យលុយកូន1លានធ្លាប់ឲ្យដីស្រែកូនចែកដីឲ្យកូនម៉ែឪអញញឹមមិនប៉ុណ្ណេះលេខខ្វល់ហើយឲ្យស្រែកូននឹងអស់ហើយបកគោលដីឲ្យកូនអស់ហើយណាមិនខ្វល់អីទៀតអញទៅស្ដាប់ធម៌អញទៅធ្វើបុណ្យបានតើមិនទៅខ្វល់រឿងគេអកអីទៀតទេបកគោលទុកឲ្យកូនហើយកូនកើតនៅលើកូនខ្លួនឯងនឹងទៅណាគឺរីនឹងឯងណាខ្លាចតែលាក់កូនលាក់ចៅតើព្រោះខ្លាចតែយកលុយលាក់តើញោមខ្លាចតែលុយកូនលាក់ខ្លាចតែកូនយកលុយម៉ែលាក់ខ្លាចតែប្តីយកលុយប្រពន្ធលាក់តើបានមនុស្សមុខដូចចោលណាញោមយ៉ាត់នឹងមកយ៉ាត់តែមុខដូចចោលនោះបើបានណាញោមចូលផ្ទះរៀងភ័យខ្លាចណាគេអត់បានសួរអីព្រោះរៀងខ្លាចមែនទេញោមរៀងខ្លាចព្រោះអីព្រោះខ្លួនឯងប្រព្រឹត្តអំពើខុសណាខុសហើយដេកក៏ភ័យដើរក៏ភ័យណែឃើញទេ
ឃើញនៅអំពើខុសខ្លួនឯងហ្នឹងភ័យដើរភ័យដេកភ័យប៉ុន្តែអ្នកធ្វើបុណ្យញោមសោមោតតេសោបមោតតេគឺតែងរីករាយត្រេកអរតែងរីករាយត្រេកអរគឺត្រូវតែសប្បាយរីករាយត្រេកអរហ្នឹងហ្មងទិស្វាកម្មវិសុទ្ធិមត្តនោព្រោះឃើញនៅអំពើបរិសុទ្ធរបស់ខ្លួនឯងហ្នឹងសឹងថាដេកញញឹមមកញោមណាពេលដែលបានឃើញអំពើខ្លួនឯងត្រឹមត្រូវល្អនឹងហើយយប់ឡើងសម្រានសឹងញញឹមផងណាថ្ងៃមុនទៅថ្វាយអង្គមណាទៅថ្វាយអង្គមព្រះនៅវត្តនោះសប្បាយចិត្តដល់ហើយណាសប្បាយចិត្តដល់ហើយមានមួយអង្គនោះគាត់ថតលោកថតអញថ្វាយអង្គមដូចស្អាតដល់ហើយយប់ឡើងសម្រានញញឹមទៅមើលញោមមួយអង្គគាត់ថតផុស Facebook ណាលោកគ្រូមួយអង្គនោះថតផុស Facebook ទៅអញរៀងស្អាតដែរតើអញញញឹមទៅមើលយប់ឡើងសម្រានញញឹមទៅដល់ទៅពេលអញពងលួចលុយផ្ទិលលោកថតមកជប់អញពងលួចលុយផ្ទិលដល់អញសង្ស័យណាអញងាប់ហើយអញនេះឃើញទេញោមខុសគ្នាណាញោមមើលអ្នកធ្វើបុណ្យនិងអ្នកធ្វើបាបខុសគ្នាណាឧទាហរណ៍ថាពងលួចលុយផ្ទិលពងលួចអីវ៉ាន់លោកឧទាហរណ៍អានេះមកឧទាហរណ៍ទេញោមណាកុំបកកែបកកាន់ឧទាហរណ៍ទេរឿងហ្នឹងណាមកពងលួចអីវ៉ាន់លោកឬក៏កំពុងតែលួចអីវ៉ាន់វត្តឬក៏លួចអីវ៉ាន់បុណ្យគេមិនយប់ឡើងដេកភ័យលឺសូមម្ចាស់ដាំបុណ្យឃើញណាស់ទេលួចដល់លឺសូមណាស់អញ្ចឹងលួចគេដឹងហើយប៉ុន្តែគេអត់តន់និយាយទេអញហើយអញដឹងអញដឹងថាគេថាអញហ្នឹងហើយអញហ្នឹងតែជោមមានណាមានអញហ្នឹងឯងដៃលឿនជាងគេអញណាមានតែអញហ្នឹងឯងដៃលឿនជាងគេឲ្យតែម្ចាស់គេភ្លេចខ្លួនអញហ្នឹងហើយអញហ្នឹងហើយបើថាដេកអត់លួទេភ័យណាមែនទេញោមណាមានតែភ័យនឹងឯងដល់ទៅពេលញោមអ្នកលាងចានលាងឆ្នាំងអ្នកបំរើការញោមដែលជួយខ្នះខ្នែងជួយស្មូតអញ្ចឹងដូចប្អូនចេញរស្មីអញ្ចឹងស្មូតអញ្ចឹងស្មូតបរោះអញ្ចឹងមកអញ្ចឹងដល់ទៅពេលទៅផ្ទះទៅវិញដល់ផ្ទះវិញសម្រានយប់ឡើងញញឹមបាត់ទៀតហើយញញឹមបាត់ទៅញញឹមតែអត់មានទៅបបាក់ចិត្តអីជាមួយរឿងណាលួចលុយអីផងមែនទេញោមអូគេលួចលុយរឿងរបស់អ្នកលួចឯណោះមិនរឿងរបស់អូនចេញរស្មីណែណាអញ្ចឹងណាបងចេញរស្មីដឹងតែញញឹមហ្មងទៅផ្ទះវិញញញឹមអញ្ចឹងណាឥឡូវនិយាយពីរឿងញោមជាអ្នកគ្រូនេះវិញណាញោមអ្នកគ្រូណាអ្នកគ្រូបរៀនបងអូនចេញរស្មីឯណេះណាដល់ពេលលឺសូគេរសើរកូនសិស្សអញកូនសិស្សអញតាកូនសិស្សអញតាញញឹមមើលឃើញទេញឹមមែនទេណាធ្លាប់នាំយេតានមស្ការសុំសិលអីហ្នឹងណានមស្ការបរតនត្រ័យអីហ្នឹងណាសូត្រតែជាបុណ្យកុសលនាំឲ្យសំលេងល្អហ្នឹងឯងសំលេងល្អហើយធម្មតាបុណ្យដែលយើងធ្វើហើយនេះគឺញ៉ាំងទ្រព្យសម្បត្តិឲ្យកើតទាំងអស់នឹងឯងណាញោមមិនបាច់ភ័យថាចិត្តក្រោយទៅខ្លាចអត់ទ្រព្យអីទេអូតែបើយើងបំពេញបុណ្យដោយទានមយៈទៀតសីលមយៈទៀតកាន់តែរូបល្អរូបស្អាតទៅទៀតណាញោមណាហើយយើងបំពេញបុណ្យទានមយៈការបំពេញទានថែមបំពេញសិលថែមទៅក៏រូបយើងល្អសម្លេងយើងពីរោះឈ្មោះយើងក៏ល្បីពងខ្ពស់ដែលកើតក្នុងតកោពងខ្ពស់ទៀតមាននរណាមកមើលងាយយើងបានទេណាអាត្មាបែបជាតិមុនបែបធ្វើបុណ្យមិនសូវបានល្អហ្នឹងញោមទេមិនសូវគេស្ដាប់ប្រហែលទេទេសនាដូចមិនសូវគេស្ដាប់ទេសម្បូរតែគេប្រាជ្ញគ្នាណាញោមអាត្មានឹងស្អីធ្វើបាបអីជាតិមុនទេមើលទៅបើកន្លែងគេក៏ស្ងាត់មកណាញោមអាត្មាដូចពិបាកចិត្តដល់តែជាតិនេះមិនតែស្អីទេបើឲ្យជាបាបអាត្មានឹងbịជាតិមុនឲ្យផលក៏មិនដឹងអាត្មាបើbịជាតិមុនបែបលោកទេសនាអាត្មាទៅលោឡាក៏មិនដឹងណាញោមសង្ស័យបែបអញ្ចឹងហើយតាមមើលពីជាតិមុនលោកទេសនាអាត្មាទៅស្រែកអាជាយោដាក់គេក៏មិនដឹងញោមស្អីអញ្ចឹងអានឹងបែបបាបយើងឲ្យផលញោមណាហើយការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងនៅបកាថាអិធមោតតេពេចមោតតេកតបញ្ញោឧបយតមោតតេសោមោតតេសោបមោតតេទិស្វាកម្មវិសុទ្ធមត្តណោប៉ុណ្ណេះណាញោម
សំដែងមកប៉ុណ្ណឹងក៏សម្រេចសោតាបត្តផលសម្រេចណាអាណាគាមិផលនោះគឺថារាប់ពាន់រាប់ម៉ឺនអ្នកឯណោះណាញោមទៅជាអរិយបុគ្គលបានដោយសារធម៌ប៉ុណ្ណឹងយើងឥឡូវនេះណាញោមចុះយើងឥឡូវនេះក៏អាចបានដែរញោមយើងឥឡូវនេះក៏យើងអាចបានដែរប៉ុន្តែយើងអត់ដឹងថាអ្នកណាអ្នកបានទេញោមក៏មានអ្នកបានតែឥឡូវនេះហើយសូនអ្នកដេកនៅផ្ទះនោះក៏មិនដឹងញោមអូអ្នកដេកនៅផ្ទះនោះយល់រឹងឬសូនលោកទេដូចត្រូវចិត្តឯងដល់ហើយអញ្ចឹងណាហើយសូនទៅបានទៅខាងចុងភៅនោះផងក៏មិនដឹងកំពុងបេះត្រីឯនោះលេងពុំបុកទៅគ្រឿងហ្នឹងឬសូលោកទេលោកដូចត្រូវចិត្តអញទៅពេញបេះដូងអញទៅលោកហ្នឹងណាពេញបេះដូងមកបើសិនណាមាន friend មួយលោកឲ្យបេះដូងមួយណាមើលណាចឹងណាញោមនេះវាទៅជាអ្នកដែលជ្រះថ្លាហ្នឹងគឺបានអ្នកជ្រះថ្លាហ្នឹងណាអ្នកដែលបានសម្រេចធម៌គឺបានដោយអ្នកជ្រះថ្លាហ្នឹងឯងជ្រះថ្លានៅក្នុងគុណនៅក្នុងធម៌ហ្នឹងអញ្ចឹងធម៌ប៉ុណ្ណឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងហើយមនុស្សទាំងឡាយបានសម្រេចធម៌បើសិនជានរណាបានឃើញធម៌ហ្នឹងបានស្ដាប់ធម៌ហ្នឹងគង់តែនឹងបានមគ្គផលដូចស្ដាប់ព្រះសម្មាសម្ពុទ្ធផ្ទាល់អញ្ចឹងដែរណាមែនទេលោករឿងអញ្ចឹងនៅមានអ្នកបានមគ្គផលដោយសារតែគេជ្រះថ្លាណាដោយសារតែគេជ្រះថ្លាមិនមែនទៅផុតសម័យកាលទេណាព្រះសាសនានៅមានព្រះសាសនាយើងនៅមានមិនទាន់អស់ព្រះសាសនាទេណាបើអស់ព្រះសាសនាអានឹងបានអស់ឱកាសហើយណាញោមបានអស់ឱកាសហើយណាអញ្ចឹងបានធម៌សូត្រណាសពថ្ងៃសាសនាមានខំធ្វើទានសិលភាវនាហ្នឹងណាកើតមកក្នុងលោកីទាំងប្រុសស្រីមានវាសនាខំរៀនសូត្រធម៌អាហ្នឹងទាន់សាសនាព្រះទ្រង់ញាណនោះទៅនៅទាន់សាសនាហ្នឹងណាយើងមានវាសនាទាន់សាសនាព្រះទ្រង់ញាណហើយណាអញ្ចឹងបើយើងបានស្ដាប់ធម៌ហ្នឹងហើយគឺថាយើងគង់តែនឹងបានដល់នៅអរិយបុគ្គលថ្ងៃណាមួយដែលគ្រាន់តែបានពិចារណាធម៌នឹងឯងណាញោមអញ្ចឹងហើយញាតិញោមពុទ្ធបរិស័ទជាអ្នកស្ដាប់ធម៌ក្នុងឱកាសវេលានេះគឺថាមានសង្ឃឹមខ្ពស់ណាស់មានសង្ឃឹមខ្ពស់ណាស់អនាគតកាលទៅខាងមុខឬក៏ទៅបរៈលោកខាងនេះទៅជាអ្នករីករាយដូចជាធម្មិកឧបាសកអញ្ចឹងដែរណាញោមទៅជាអ្នករីករាយអញ្ចឹងដូចគ្នាដែរមិនជាអ្នកវង្វេងវង្វាន់កើតទុកពេលដែលឈឺពេលដែលស្លាប់មកដល់នោះទេត្រូវតែរីករាយណាបញ្ញសុខੰជីវិតសង្កយមហេណោណាបុណ្យរមែងនាំមកនៅសេចក្តីសុខពេលចិត្តខ្សែជីវិតណាណាតលតែអញ្ចឹងដូចណាធម្មិកឧបាសកអញ្ចឹងរីករាយពេលដែលចិត្តអស់ជីវិតរីករាយបានទៀតយកមើលចិត្តស្លាប់ហ្នឹងរីករាយបានទៀតណាអាចជ្រើសរើសឋានទេវតាបានណារីករាយក្នុងពេលក្នុងការស្ដាប់ព្រះធម៌បានណារីករាយក្នុងការស្ដាប់ព្រះធម៌សប្បាយចិត្តនឹងស្ដាប់ធម៌សប្បាយចិត្តនឹងធ្វើបុណ្យសប្បាយចិត្តនឹងនឹករលឹកឃើញអំពើល្អរបស់គាត់ធ្វើនឹងឯងចឹងហើយញាតិញោមក៏មានឧបនិស្ស័យអាចទៅរួចអាចទៅបានចឹងដែរខិតខំប្រឹងប្រែងណាដើម្បីកុំឲ្យចាញ់ជាតិមុនកុំឲ្យចាញ់ជាតិមុនជាតិមុនយើងមនុស្សខ្លាំងក្លាណាស់ណាញោមមនុស្សថ្លៃណាស់មនុស្សប្រសើរណាស់ណាជាតិមុនណាញោមបើអញ្ចឹងយើងមិនបានកើតមកជាមនុស្សទេណាបានន័យថាយើងពីជាតិមុនមនុស្សអ្នកធ្វើបុណ្យល្អហើយបានកើតទៅជាមនុស្សណាអញ្ចឹងហើយយើងកុំឲ្យចាញ់ជាតិមុនកុំឲ្យដូចទេវទត្តអីចឹងណាញោមទេវទត្តចាញ់ជាតិមុនណាឃើញទេចាញ់ជាតិមុនធ្លាក់នរកទៅបាត់ទៅចិត្តជាទេវទត្តមាត់ជាទេវតាអញ្ចឹងណាដូចចាស់គាត់ប្រាប់អញ្ចឹងទេវទត្តហ្នឹងហើយទេវទត្តហ្នឹងហើយធ្លាក់នរកហ្នឹងហើយចាញ់ជាតិមុនបាត់ហើយណាចាញ់ជាតិមុនបាត់ហើយអញ្ចឹងបានថាគិតកាញ់កុំឲ្យចាញ់ជាតិមុនតែសុនដល់សួយគង់ស្ដាយក្រោយសាងល្អក្រណាស់ដូចក្រាស់ទឹកប្រឹងល្ងាចប្រឹងព្រឹកកុំមិនដោយទោះទាំងទឹកនេកក្រេកក៏ដោយ
จงกร้อยพอลเอาซอยสุขาសូมอนุโมทนี